ជំរាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញអំពី app មួយដែលមានឈ្មោះថា Smart Library App នៅក្នុង app នេះផងដែរគឺយើងបង្កើតឡើងនៅក្នុង Android Studio ក្នុងគោលបំណងគ្រប់គ្រងទៅលើសិស្សដែលខ្ចីសៀវភៅពីបណ្ណាល័យនិងការសងត្រឡប់របស់ពួកគាត់អូខេចឹងនៅពេលដែលយើង start app របស់យើងមកគឺវានឹងបង្ហាញជា splash screen បន្ទាប់មកគឺ login screen នៅក្នុង app របស់យើងនេះគឺ develop ជាពីរភាសាមានភាសាខ្មែរនិងភាសាអង់គ្លេសហើយមានជា dark mode និង light mode អូខេចំពោះ user ថ្មីដែលគាត់អត់ទាន់មានគណនីនៅក្នុង app របស់យើងគឺគាត់អាចធ្វើការ create account អញ្ចឹងបំពេញ login name ឧទាហរណ៍ដាក់ login name password email full name login username នេះគឺយើងប្រើសម្រាប់ login ចូល app full name នេះគឺជាឈ្មោះរបស់គាត់ email គឺ email របស់ user អញ្ចឹងយើង recommend ឲ្យដាក់ email ណាដែលជា email ពិតប្រាកដពីព្រោះ email នេះគឺយើងនឹងប្រើវាដើម្បីជា key ក្នុងការ reset password ក្នុងករណីដែលគាត់ភ្លេច password អញ្ចឹងទៅដល់បាទហើយលេខទូរស័ព្ទpassword អូខេអញ្ចឹងចំពោះ user ដែលគាត់ register ហើយគឺគាត់អាចlog in ដោយស្វ័យប្រវត្តិអញ្ចឹងនេះជា home screen ជា screen ដែល user ធម្មតាគាត់ចូលមកមើលឃើញគឺគាត់នឹងឃើញ library ឬក៏ catalog របស់សៀវភៅដែលមានបែងចែកដែលមានសៀវភៅច្រើនហើយគាត់អាចមើលតាម category របស់សៀវភៅមានដូចជាសៀវភៅdesign សៀវភៅស្ដីពីសុខភាពសៀវភៅប្រវត្តិសាស្ត្រសៀវភៅ programming និងសៀវភៅក្នុងការអភិវឌ្ឍខ្លួនជាដើមបាទអញ្ចឹងឧទាហរណ៍ថាគាត់មើលសៀវភៅនេះមួយគាត់ចង់ខ្ចីសៀវភៅនេះមួយគាត់ចុចកន្លែងនេះមក submit request បាទគាត់ចង់ខ្ចីសៀវភៅប្រវត្តិសាស្ត្រឧទាហរណ៍ដូចជាសៀវភៅសង្គ្រាមត្រជាក់ submit ឧទាហរណ៍ដូចគាត់ចង់ខ្ចីសៀវភៅ programming book ឧទាហរណ៍សៀវភៅJava គាត់អាចសរសេរ note បន្ថែមពីលើការខ្ចីរបស់គាត់នឹងបានបាទចំពោះកន្លែងនេះគឺបង្ហាញអំពីប្រវត្តិនិង status សៀវភៅដែលគាត់បានខ្ចីអញ្ចឹង all គឺបង្ហាញទាំងអស់ to return មានន័យថាសៀវភៅដែលគាត់បានខ្ចីហើយនឹងត្រូវសងទៅកាន់បណ្ណាល័យវិញ pending គឺសៀវភៅដែលយើងស្នើសុំខ្ចីប៉ុន្តែមិនទាន់ទទួលបានការអនុម័តពីអ្នកគ្រប់គ្រងបណ្ណាល័យ approve មានន័យថាសៀវភៅដែលយើងទទួលបានការអនុម័តហើយ return មានន័យថាសៀវភៅដែលយើងបានសងត្រឡប់ទៅវិញហើយយើងបានខ្ចីហើយយើងបានសងត្រឡប់ទៅវិញបាទចំពោះ return គឺយើងសម្រាប់មើលដូចគ្នាមានន័យថាសៀវភៅដែលយើងដល់ពេលសងទៅវិញប៉ុន្តែដោយសារសៀវភៅដែលយើងខ្ចីនេះមិនទាន់ទទួលបានការអនុម័តទេអញ្ចឹងចុចមើលកន្លែងហ្នឹងក៏អត់មានដែរបាទចំពោះកន្លែងនេះគឺកន្លែង profile របស់ user គាត់អាចធ្វើការ user អាចធ្វើការកែប្រែព័ត៌មានផ្ទាល់ខ្លួនដូចជា email ឈ្មោះអីហ្នឹងបើសិនជាគាត់បង្កើតមកខុសអីគាត់អាចធ្វើការកែបានកន្លែងនេះគឺបើសិនជាគាត់ចង់ដូរ password គាត់អាចធ្វើការផ្លាស់ប្ដូរបានហើយបើគាត់ចង់ដូរភាសាគឺគាត់អាចធ្វើការដូរនៅកន្លែងនេះបានហើយបើគាត់ចង់ដូរ mode app របស់គាត់គឺគាត់អាចដូរបានប្រើ dark mode ឬក៏ light mode ទៅតាមគាត់ចូលចិត្តបាទហើយកន្លែងនេះគឺគាត់អាចធ្វើការដូរ image របស់ user របស់គាត់បានឧទាហរណ៍ថាគាត់ចង់ដូរដាក់រូបណាដែលគាត់ពេញចិត្តឧទាហរណ៍ថារូបនេះចាអូខេអញ្ចឹងរូបនេះគឺនឹងក្លាយជារូប profile របស់ user ហ្នឹងអញ្ចឹងឧបមាថា user ហ្នឹងគាត់ភ្លេច password អញ្ចឹងគឺគាត់ចុចមក login គាត់ភ្លេច password អញ្ចឹងយើងអាច
ធ្វើការ reset password របស់គាត់ដោយចុចកន្លែងពាក្យផ្លេចពាក្យលេខសម្ងាត់អញ្ចឹងយើងវាយ email គាត់មកនេះ email នេះហើយចុចផ្ញើ OTP code អញ្ចឹង app នឹងធ្វើការផ្ញើ email ទៅកាន់ email របស់ user ដោយទុកពេលឲ្យ10នាទីបើសិនជាលើស10នាទីវាអាចនឹង expire ហើយបាទអញ្ចឹងនេះខ្ញុំទទួលបានក្នុង email ហើយគឺ02 50 67បាទយើងអាចដាក់លេខសម្ងាត់ថ្មីមកឧទាហរណ៍ដាក់6 5 4 3 2 1 6 5 4 3 2 1បាទអញ្ចឹងគឺគាត់អាចធ្វើការ login បានចំពោះការ login គឺយើងអាចប្រើប្រើ email ក៏បានប្រើ username ក៏បានឥឡូវខ្ញុំប្រើ email password ដូចជា6 5 4 3 2 1 login អូខេអញ្ចឹងដាក់ mode មើលទៅដូចជារឿងពិបាកមើលយើងចូលមក live mode វិញយ៉ាបាទអូខេអញ្ចឹងចំពោះ user គឺគាត់មើលឃើញ screen បែបនេះអញ្ចឹងយើងចូលដល់ user មួយទៀតគឺជា user របស់ admin ដែលគាត់ជាអ្នកអាចជាអ្នកគ្រប់គ្រងបណ្ណាល័យអញ្ចឹងវាយ admin password បាទអញ្ចឹងចំពោះ user របស់ admin បើសិនជាគាត់ login មកមាន user request ហ្នឹងគឺនឹងមានសំឡេង alert notification មកឲ្យតែគ្រាន់តែយើងអត់ទាន់បាន add ជា function notification ឬក៏រូបកណ្ដឹងនៅលើហ្នឹងដើម្បីបង្ហាញថាមាន user ណាខ្លះគាត់ request មកទេអញ្ចឹងវាអាចនៅ version បន្ទាប់យើងនឹង update ចំពោះ screen ដែល user admin គឺមានភាពខុសគ្នានឹង user ធម្មតាឬក៏ user របស់សិស្សអញ្ចឹងគាត់ចូលមកគឺគាត់អាចមើលឃើញសៀវភៅនៅក្នុងបណ្ណាល័យរបស់យើងមានសៀវភៅប្រមាណប្រភេទចំនួន user ឬក៏សិស្សដែល register ប្រើ app របស់យើងហ្នឹងមានប្រមាណអ្នកចំពោះសៀវភៅដែលស្នើសុំខ្ចីហើយកំពុងតែរងចាំការអនុម័តហ្នឹងមានប្រមាណសៀវភៅដែលខ្ចីហើយអត់ទាន់សងមកវិញហ្នឹងមានប្រមាណហើយនេះគឺព័ត៌មាន detail របស់សៀវភៅដែលបានស្នើសុំខ្ចីហើយនៅខាងក្រោមនេះគឺ mail អ្នកផ្ញើ email OTP ហ្នឹងមានន័យថាគឺយើងមានកន្លែង set up email ចំពោះការផ្ញើ OTP គឺយើងមាន mail មួយត្រូវជា mail សម្រាប់ផ្ញើឧទាហរណ៍ថា user គាត់ភ្លេច password ពេលដែលយើងចុច reset ទៅគាត់វាយ password ទៅគឺ email នេះដែលយើងកំណត់សម្រាប់ផ្ញើទៅកាន់ email របស់ user ហើយ admin គាត់អាចបដូរ email ហ្នឹងក៏បានដែរគាត់បង្កើត email ថ្មីគាត់យកមកបំពេញកន្លែងហ្នឹងមកហើយគាត់បង្កើតជា app password នៅក្នុង email ហ្នឹងយកមកដាក់នៅក្នុងនេះមកហើយ save ទៅអញ្ចឹងគឺយើងនឹងយក account ថ្មីហ្នឹងធ្វើជា account របស់ email សម្រាប់ផ្ញើហើយយើងអាចដាក់ email របស់ user ដើម្បីធ្វើ test ផ្ញើបានឧទាហរណ៍ថា email នេះគឺខ្ញុំមាន app password ដែលខ្ញុំបានបង្កើតហើយស្រេច Ctrl V បាទ app password របស់យើងនេះហើយផ្ញើទៅកាន់ email របស់ខ្ញុំបាទអញ្ចឹងយើងធ្វើការផ្ញើសាកល្បងទៅបាទ email នឹង send មកនេះគឺ send មកចូលទូរស័ព្ទខ្ញុំហើយអញ្ចឹងមានន័យថា email របស់យើងដែលសម្រាប់យកមក set up នេះគឺវាអាចផ្ញើបានហើយយើងបានតេស្តវាអញ្ចឹងយើងរក្សាទុកវាមកអញ្ចឹងគឺ email នេះគឺអាចប្រើបានអញ្ចឹងយើងត្រឡប់ទៅ app របស់យើងនេះវិញកន្លែងសំណើដែលរងចាំការអនុម័តនេះគឺយើងអាចចុចពិនិត្យមកយើងនឹងមើលឃើញថាអូមានអ្នកផ្ញើមកមានអ្នកស្នើខ្ចីនឹងច្រើនអញ្ចឹងយើងមើល
កន្លែងនេះចំពោះកាត់ឡុកសភៅរបស់យើងតើមានអ្នកស្នើខ្ចីនឹងមានសភៅអីខ្លះឧទាហរណ៍សភៅ Java Programming Java អញ្ចឹងយើងមកមើលសភៅប្រភេទ Programming Book នេះប្រភេទ Java គឺមាន90ក្បាលអញ្ចឹងយើងទៅអនុម័តឲ្យគេខ្ចី Java អនុម័តអញ្ចឹងយើងត្រឡប់ទៅមើលសភៅ Java មើលតើនៅសល់ប្រហែលក្បាលនេះនៅសល់តែ89ក្បាលទេមានន័យថាគេខ្ចីអស់មួយហើយអញ្ចឹងយើងមកមើលសភៅណាទៀត Java នេះមានអ្នកខ្ចីនេះម្នាក់ទៀតអញ្ចឹងយើងអនុម័តទៀតយើងមកមើលសភៅ Java ទៀតមើលនៅសល់តែ88ទេបាទអញ្ចឹងយើងមកមើលសំណើទៀតសភៅសង្គ្រាមត្រជាក់គេនេះមាន2យើងអនុម័តទៀតអនុម័តអានេះទៀតអញ្ចឹងយើងមកមើលកន្លែងសភៅសង្គ្រាមត្រជាក់មើលសភៅជាប្រភេទប្រវត្តិសាស្ត្រសង្គ្រាមត្រជាក់មាន60ប៉ុន្តែគេខ្ចីអស់4ហើយអញ្ចឹងនៅសល់56បាទអញ្ចឹងយើងមកមើលសំណើទៀតមើលសភៅផ្សេងទៀតអូខេនេះអត់មានអ្នកខ្ចីទេបាទអញ្ចឹងចំពោះសំណើនេះចំពោះ user admin នឹងឃើញកន្លែងកំពុងរងចាំហើយនឹងសំណើដែលយើងចុច detail មិញហ្នឹងគឺដូចគ្នាមានន័យថាបើសិនជាមានគេស្នើខ្ចីហើយយើងអត់ទាន់បានអនុម័តឲ្យគេគឺវានឹងនៅក្នុង list ហ្នឹងចំណែកនេះគឺយើងបានអនុម័តហើយបាទតែឧទាហរណ៍ថាបើសិនជាយើងអនុម័តទៅច្រឡំយើងអាចចុច reverse មកវិញអញ្ចឹងមានន័យថារាល់ការ request មួយហ្នឹងគឺចាត់ទុកជាអសារបង់ហើយចំពោះបដិសេធនេះមានន័យថាពេលដែលស្នើមិញនេះគឺមាន approve និង reject បើសិនជាយើងអត់ allow ឲ្យគាត់ខ្ចីទេយើងអាចចុច reject ហើយចំពោះកន្លែងនេះបានសងមានន័យថាសភៅដែលគេបានខ្ចីទៅហើយគេសងត្រឡប់មកវិញបាទហើយចំពោះទាំងអស់នេះគឺមើលចូលគ្នាទាំង pending ទាំងអនុម័តទាំងអីហ្នឹងគឺនៅបង្ហាញនៅក្នុងហ្នឹងទាំងអស់បាទចំពោះមុខងារនេះគឺមុខងារគ្រប់គ្រងសៀវភៅគឺកន្លែងនេះគឺបង្ហាញគ្រប់សៀវភៅទាំងអស់នេះសម្រាប់សៀវភៅតាមប្រភេទនីមួយៗហើយយើងអាច search បានចំពោះសៀវភៅនេះគឺយើងអាចឧទាហរណ៍យើងចុចទាំងអស់អញ្ចឹងយើងចង់ស្វែងរកសៀវភៅណាមួយគឺយើងអាចស្វែងរកបានឧទាហរណ៍ថាខ្ញុំចង់រកសៀវភៅសង្គ្រាមត្រជាក់ខ្ញុំស្គាល់ចំណងជើងសៀវភៅខ្ញុំវាយចឹងមកគឺវានឹងចាប់យកព័ត៌មានសៀវភៅនឹងមកឧទាហរណ៍ថាសៀវភៅសង្គ្រាមលោកលើកទី2ឬក៏សៀវភៅសង្គ្រាមលោកវានឹងបង្ហាញនេះ World War 1 World War 2អញ្ចឹងទៅបាទអញ្ចឹងបើសិនជាយើងចង់បង្កើតសៀវភៅថ្មីយើងអាចបង្កើតសៀវភៅថ្មីចំណងជើង reporter អីចឹងទៅយើងចិត្តតែដាក់ទេអ្នកនិពន្ធប្រភេទជាប្រភេទសៀវភៅអីគេឧទាហរណ៍សៀវភៅកន្លែងនេះយើងអាចបង្កើតបន្ថែមបានប្រភេទនេះសៀវភៅ story អញ្ចឹងណាបាទអញ្ចឹងយើងអាចចុចបន្ថែមអញ្ចឹងមកនេះវានឹងធ្លាក់មកនៅកន្លែងនេះអញ្ចឹងយើងត្រឡប់ទៅកន្លែងនេះវិញឬប្រភេទ story book បាទអញ្ចឹងសៀវភៅនេះគឺយើងយកដាក់បណ្ណាល័យយើងប្រហែលឧទាហរណ៍ថាយើងដាក់70ក្បាលយើងដាក់70មកយើងចង់ដាក់រូបសៀវភៅយើងទៅរកមើលរូបនេះរូបនេះអញ្ចឹងទៅ Harry Potter បាទ description យើងអាចដាក់អីឲ្យវែងក៏បានដែរតែខ្ញុំមិនដឹងដាក់ description ថាម៉េចឲ្យវែងទេអញ្ចឹងយើងរក្សាទុកបាទអញ្ចឹងយើងនឹងបានសៀវភៅ Harry Potter ថ្មីមួយនៅក្នុង app របស់យើងនេះអញ្ចឹងយើងមកមើលប្រភេទ story book បាទអញ្ចឹងចូលមកដល់មុខងារមួយទៀតគឺមុខងារអ្នកប្រើប្រាស់ចំពោះ user admin គាត់មានសិទ្ធិអនុញ្ញាតឲ្យ user ណាមួយឲ្យមានសិទ្ធិជា admin ស្មើគាត់បានដែរ
គឺប៉ុន្តែគ្រាន់តែគាត់មិនអាចដកសិទ្ធិខ្លួនគាត់ទេគាត់នៅតែជា admin រហូតឧទាហរណ៍ថាចង់ឲ្យ user មួយនេះជា admin គាត់បើកសិទ្ធិបានអញ្ចឹង user ហ្នឹងនឹង log in មកគឺមានសិទ្ធិដូច admin អញ្ចឹងបាទហើយកន្លែងនេះគឺ profile របស់គាត់ដូចទៅនឹង user ទូទៅដែរកន្លែងនេះគឺរបាយការណ៍ user អាចធ្វើការ export របាយការណ៍ចេញពី app របស់យើងបានមានរបាយការណ៍សភៅរបាយការណ៍អ្នកខ្ចីរបាយការណ៍អ្នកដែលបានសងត្រឡប់មកវិញយើងអាច export ជា PDF ឬក៏ CSV ឧទាហរណ៍ថាយើងចង់ export ជា PDF យើងអាចចុចលើ export PDF ចឹងមកហើយយើងអាចផ្ញើទៅកាន់ Telegram បានខ្ញុំផ្ញើទៅ Telegram ដាក់ចូលក្នុង save message បាទអញ្ចឹងខ្ញុំចូលទៅឆែកមើលក្នុង Telegram app របស់យើងមើលដោយសារខ្ញុំបានតឡើង Telegram នៅក្នុង app នេះបាទនេះយើងផ្ញើមកខ້ອຍគេមិញនេះអញ្ចឹងគឺនឹងមាន list សភៅរបស់យើងទាំងអស់នៅក្នុង app របស់យើងយើងចង់នាំទិន្នន័យនេះចេញមួយទៀតគឺយើងផ្ញើមក save message send យើងអាចមើលអូខេនេះជាទិន្នន័យដែលយើង export ចេញពី app របស់យើងយើងអាចមកនេះមួយទៀត export ដាក់ Telegram មួយទៀតយើងអាចបើកមើលទិន្នន័យនេះបានបាទសភៅដែលបានសងអូខេចំពោះ app របស់យើងគឺមានប៉ុណ្ណឹងសូមអរគុណជំរាបលាលោកគ្រូ